សួស្តីប្រិមិត្តជាទីកំសាន្តជួបជាមួយនឹងខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីហើយនេះគឺជា SCP 2764 គឺជាអង្គធាតុជីវសាស្ត្រដ៏ធំនៃប្រភពដើមមិនស្គាល់កម្ពស់របស់វាមានប្រវែង382ម៉ែត្រហើយត្រូវបានគេប៉ាន់ស្មានថាវាមានទម្ងន់ជាង150,000 តោនហើយវារស់នៅទ្វីបអង់តាតិចហើយវាមានអាវុធ80ប្រើសម្រាប់ធ្វើចលនានិងសកម្មភាពសាមញ្ញដូចជាការចាប់វត្ថុអ្វីមួយហើយវាមើលទៅដូចជាក្បាលដែលមានថ្មែក4 SCP 2764 មានលក្ខណៈសម្បត្តិមិនក្រក្រដីមួយចំនួនរួមទាំងសកម្មភាពប្រស្រ័យទាក់ទងតាមទូរស័ព្ទជាមួយនឹងមនុស្សហើយភាសាត្រូវបានផ្លាស់ប្ដូរទៅតាមអ្នកដែលនិយាយនឹងគឺនិយាយជាមួយនឹងមនុស្សភាសាមនុស្សហើយវានិយាយដូចជាអ្នកស្គាល់គ្នាពីមុនមកអញ្ចឹងហើយរូបរាងរបស់ SCP 2764 ទំហំរបស់វាគេមិនអាចកំណត់បានទេពីព្រោះទំហំរបស់វាប្រែប្រួលទៅតាមកាលៈទេសៈមានន័យថាម្ដងតូចម្ដងធំហើយ SCP 2764 គឺវាធំនៅរង្វង់50 គីឡូម៉ែត្រមានន័យថានៅពេលដែលមានមនុស្សដើរចូលក្នុងរង្វង់50 គីឡូម៉ែត្រនៅកន្លែងដែលវារស់នៅនោះវានឹងរីកមាឌធំហើយនៅពេលមានមនុស្សណាដែលដើរចេញពីរង្វង់50 គីឡូម៉ែត្រនោះពីកន្លែងដែលវារស់នៅវានឹងរួមមាឌទៅជាទូចវិញហើយប្រុយនៅលើដងខ្លួនរបស់វានឹងគឺធ្វើចលនាលឿននិងរហ័សខ្លាំងណាស់ហើយ SCP 2764 នេះត្រូវបានរកឃើញដំបូងដោយក្រុមស៊ីវិលដែលបានធ្វើការស្រាវជ្រាវនៅទ្វីបអង់តាតិចដែលប្រទះឃើញសត្វនេះលើកដំបូងដែលកំពុងធ្វើចលនាយ៉ាងចម្លែកនៅលើផ្ទៃទឹកកកហើយវីដេអូពី SCP 2764 នេះក៏ដល់ទីបញ្ចប់ពីព្រោះអីខ្ញុំសង្ខេបមកខ្លីៗដើម្បីឲ្យអ្នកទាំងអស់គ្នាទស្សនាងាយយល់និងងាយដឹងព្រោះ SCP 2764 នេះគឺវាមានរឿងវែងឆ្ងាយនិងពិបាកយល់ខ្លាំងណាស់អញ្ចឹងហើយខ្ញុំមកសង្ខេបខ្លីៗឲ្យអ្នកទាំងអស់គ្នាទស្សនាលេងទូចការកំសាន្តបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនឹងវីដេអូនេះសូម Subscribe ម្នាក់មួយផងបាយ